ការព្យាបាលទៅលើបញ្ហាគៀបសរសៃចង្កេះជាមួយនឹងការទាញពន្លាតនៃឆ្អឹងកងចង្កេះហ្នឹងដោយម៉ាស៊ីនទាញគឺក៏ព្យាបាលដោយច្រើនណាវាមានប្រសិទ្ធភាពខ្ពស់ក្នុងការបន្ថយការឈឺចាប់និងការធ្វើទុកមកដោយសារការគៀបសរសៃអញ្ចឹងនេះគឺជាវីដេអូដែលបង្ហាញអំពីសកម្មភាពឬក៏ជា 3D បង្ហាញអំពីការទាញពន្លាតដើម្បីបន្ថយការគៀបសង្កត់ទៅលើសរសៃប្រសាទឬការគៀបសង្កត់នៃឌីសហ្នឹងដែលដោយសារទម្ងន់ឬក៏ដោយសារនៅស្ថានភាពរបស់យើងហ្នឹងអញ្ចឹងគឺជាវិធីមួយនឹងការព្យាបាលនៃការគៀបសរសៃចង្កេះលៀនឌីសទៅដល់ឆ្អឹងខូចខាតហ្នឹងគឺឲ្យវាមានភាពប្រសើរឡើងមកវិញនឹងគឺជាការព្យាបាលឬក៏របៀបនៃការព្យាបាលដោយចលនាដែលយើងយកមកប្រើប្រាស់